កន្លែងតម្កល់រថយន្តមិនព្រមវិលត្រឡប់ទៅណាឡើយសួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងរាត្រីនេះចង្កៀងនិទានខ្មោចនឹងនាំអារម្មណ៍ប្រិយមិត្តទៅស្ដាប់អំពីប្រវត្តិរឿងរ៉ាវនៃកន្លែងតម្កល់រថយន្តមួយកន្លែងដែលមានវិញ្ញាណសន្ធិដ្ឋនៅចងចាំមិនព្រមវិលត្រឡប់ទៅណាឡើយប្រិយមិត្តទាំងអស់គ្នាច្បាស់ជាធ្លាប់បានដឹងបានឮចំពោះបុគ្គលណាដែលបានស្លាប់ទៅហើយច្បាស់ជាមានវិញ្ញាណនៅវិលវល់ត្រង់កន្លែងនោះជាក់ស្ដែងនៅក្នុងរាត្រីនេះចង្កៀងនិទានខ្មោចនឹងលើកយកសាច់រឿងរបស់អូនប្រុសម្នាក់ដែលគាត់ធ្លាប់ជួបផ្ទាល់នៅពពួកអមនុស្សខ្មោចព្រាយបិសាចដែលចាំនៅកន្លែងតម្កល់រថយន្តមកចែកជូនប្រិយមិត្តស្ដាប់ដូចតទៅខេត្តកំពង់ធំនាអំឡុងឆ្នាំ2008គ្រានោះខ្ញុំបានជិះម៉ូតូជាមួយប្អូនប្រុសជីដូនមួយរបស់ខ្ញុំម្នាក់ដើម្បីទៅលេងផ្ទះរបស់បងប្រុសបង្កើតរបស់ខ្ញុំដែលនៅទីក្រុងសៀមរាបពីព្រោះតែគាត់មានគ្រួសារនៅទីនោះនៅពេលដែលទៅដល់ផ្ទះគាត់នៅថ្ងៃដំបូងខ្ញុំទាំងពីរនាក់មិនទាន់ចង់ដើរលេងទៅណានោះឡើយដោយសារតែអស់កម្លាំងព្រោះជិះម៉ូតូផ្លូវឆ្ងាយពេកលុះដល់ថ្ងៃទី2ខ្ញុំនិងប្អូនជីដូនមួយរបស់ខ្ញុំក៏បានបបួលគ្នាជិះម៉ូតូដើរលេងនៅក្នុងទឹកដីខេត្តសៀមរាបដំបូងគិតថាជិះតែម៉ូតូមួយទេដើម្បីកាត់បន្ថយការចំណាយនិងថ្លៃចាយវាផ្សេងនិងមិនជិះវង្វេងគ្នាប៉ុន្តែមិនដឹងជាយ៉ាងណានោះទេប្អូនរបស់ខ្ញុំបែរជាចង់ជិះម៉ូតូម្នាក់មួយទៅវិញដែលគាត់បានខ្ចីម៉ូតូរបស់បងប្រុសខ្ញុំដើម្បីធ្វើដំណើរជាមួយខ្ញុំរួចហើយពួកយើងក៏ចេញដំណើរទៅតាមគោលដៅតែម្ដងក្នុងដំបូងនោះជិះទៅមើលទេសភាពជុំវិញទឹកដីក្រុងអង្គរប្រាង្គប្រាសាទនានានិងទៅមើលភ្លើងពណ៌នៃពេលរាត្រីក៏ដូចជាការអភិវឌ្ឍដ៏ប្រណិតល្អឆើតនៅក្នុងទឹកដីខេត្តសៀមរាបផងដែរលុះរហូតដល់ម៉ោងជាង8យប់ទើបពួកខ្ញុំសម្រេចចិត្តជិះទៅផ្ទះបងប្រុសរបស់ខ្ញុំវិញស្រាប់តែពេលនោះផងដែរខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំក៏ជិះនៅលើផ្លូវតែមួយដោយខ្ញុំជិះមុនគាត់ហើយខ្ញុំតែងតែក៏លេចមើលតាមកញ្ចក់ម៉ូតូពីក្រោយរហូតមួយសន្ទុះកន្លងផុតទៅបែរជាបាត់មិនឃើញប្អូនប្រុសរបស់ខ្ញុំជិះមកតាមខ្ញុំនោះទេគ្រានោះខ្ញុំចាប់ផ្ដើមគិតនិងមានអារម្មណ៍ថាមិនស្រួលក៏បានឈប់ម៉ូតូឯផ្គៀនហើយទាញទូរស័ព្ទដៃមកតាក់ទងខលទៅគាត់ប៉ុន្តែដោយសារតែបណ្ដោយផ្លូវនោះស្ងាត់ជ្រងំនិងស្ថិតនៅឆ្ងាយពីក្រុងទៀតផងនោះទូរស័ព្ទដៃរបស់ខ្ញុំបែរជាមិនមានសេវាសូម្បីតែមួយកាំនិងមិនអាចទំនាក់ទំនងទៅបងប្អូនរបស់ខ្ញុំបានឡើយប៉ុន្តែខ្ញុំបានព្យាយាមជាច្រើនដងដែរនៅតែមិនអាចតាក់ទងបានដូច្នេះខ្ញុំក៏គិតថាមួយសន្ទុះទៀតប្រហែលជាមិនឃើញគាត់មកទេខ្ញុំនឹងជិះម៉ូតូត្រឡប់ក្រោយដើម្បីរកគាត់តែម្ដងពេលដែលខ្ញុំឈោកចុចទូរស័ព្ទនោះក៏ងើបមុខមកវិញឃើញបរិសម្នាក់កំពុងឈរនៅខាងមុខឈានខាងស្ដាំខ្ញុំបន្តិចហើយបរិសម្នាក់នោះខ្ញុំមើលមិនសូវច្បាស់ដោយសារតែមេឃងងឹតខ្លាំងពេកបើតាមការសម្គាល់របស់ខ្ញុំបរិសម្នាក់នោះហាក់កំពុងឈរចាំឡានឬចាំគេមកទទួលក៏ថាបានព្រោះតែចេះតែក្រឡេកមើលឆ្វេងមើលស្ដាំដោយមិនចាប់អារម្មណ៍ពីខ្ញុំសូម្បីតែបន្តិចនេះប្រសិនបើជាគាត់សម្លឹងមកខ្ញុំប្រហែលជាខ្ញុំគិតអាក្រក់ពីគាត់ជាក់ជាមិនខានឡើយឬអាចបដូរទីតាំងឈប់ចាំប្អូនជីដូនមួយរបស់ខ្ញុំក៏ថាបានស្របពេលដែលមានភ្លើងចាំងពីរថយន្តម្ដងឃើញមុខគាត់និងមានសម្លៀកបំពាក់ធម្មតាប៉ុន្តែដល់ពេលមានភ្លើងជះពីរថយន្តមួយទៀតក៏ស្រាប់តែឃើញកៅអៅរបស់គាត់មានប្រឡាក់សុទ្ធតែឈាមដែលហូរស្រក់ចេញពីក្បាលនិងច្រមុះរួមទាំងភ្នែកចំណែកឯនៅគែមសងខាងមាត់វិញគឺឃើញមានដង្កូវរស់រវើកចេញពីមាត់របស់គាត់ថែមទៀតផងពេលដែលខ្ញុំឃើញភ្លាមពិតជាស្លុតចិត្តនិងញញើតឡើងព្រឺសម្បល់ខ្ញាក់ខ្លាំងមែនទែនចំណែកឯដៃជើងរបស់ខ្ញុំវិញឡើងញ័រស្របពេលខ្យល់បក់ត្រជាក់មកប៉ះខ្លួននិងឮសំឡេងកូនសត្វយំរំពងនាតំបន់នោះថែមទៀតផងគ្រានោះគ្មានកម្លាំងឯណាទៅរត់គេចខ្លួននោះទេសូម្បីតែចង់ស្រែកក៏មិនចេញផងមិនយូរប៉ុន្មានក៏ស្រាប់តែមានដៃមួយតោងស្មាខ្ញុំពីក្រោយតែការពិតជាដៃរបស់ប្អូនជីដូនមួយរបស់ខ្ញុំទេឃើញដូច្នេះក៏ស្ងប់ចិត្តបានតែបន្តិចក៏គិតថាមានគ្នាបានតន់និយាយលេងតែខ្ញុំបំរុងនឹងប្រាប់ទៅប្អូនស្រាប់តែមិនឃើញបរិសម្នាក់នោះទេបែរជាឃើញរថយន្តចាស់បាក់បែកមើលលែងយល់ដូចជាធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍និងមានរថយន្តខ្លះទៀតប្រហែលជាទុកចោលរាប់ឆ្នាំមកហើយទើបមានដើមវល្លិដុះពីលើនិងមានដីប្រឡាក់ប្រឡូសលាយទាំងសម្បុកពីងពីងថែមទៀតផងពេលនោះហើយខ្ញុំគាំងស្មារតី
រកនិយាយអ្វីប្រាប់មិនកើតបានត្រឹមតែអង្គុយតាំងស្មារតីនិងសម្រួលអារម្មណ៍រហូតមានកម្លាំងបន្តិចអាចជិះម៉ូតូបន្តត្រឡប់ទៅផ្ទះបងប្រុសរបស់ខ្ញុំវិញបានពេលនោះអូនប្រុសរបស់ខ្ញុំក៏បានសួរមកកាន់ខ្ញុំថាកើតអ្វីបងជាប់រហូតប៉ុន្តែអារម្មណ៍ខ្ញុំនៅភ័យដៃជើងនៅញ័រក៏មិនទាន់ប្រាប់គាត់នោះឡើយគិតថាចាំដល់ផ្ទះក៏មិនទាន់ហួសពេលនឹងប្រាប់ដែរខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុតនិងរន្ធត់ឥតឧបមាព្រោះពពួកអមនុស្សឬខ្មោចព្រាយបិសាចនេះមានឥទ្ធិពលខ្លាំងយ៉ាងសម្បើមមិននឹកស្មានថាអាចបំបាំងឬបំភាន់ភ្នែកឲ្យខ្ញុំមើលឃើញកន្លែងដែលមានរថយន្តចាស់បាក់បែកចំនួនរាប់រយគ្រឿងបែរជាទៅឲ្យឃើញខ្មោចបរិសម្នាក់ដែលមានមុខហើមនិងមានឈាមតាមក្បាលនិងច្រមុះយ៉ាងដូចនេះសោះនេះប្រសិនបើជាឲ្យខ្ញុំបានមើលឃើញឡានចាស់ប្រហែលជាគ្មានរឿងសម្រាប់ចែករំលែកនោះឡើយបន្ទាប់ពីជិះមកដល់ផ្ទះបងប្រុសរបស់ខ្ញុំមានស្មារតីគ្រប់គ្រាន់ហើយក៏និយាយប្រាប់ទៅអ្នកនៅក្នុងផ្ទះទាំងអស់អំពីហេតុការណ៍ដំបូងរហូតដល់ចប់ហើយពួកគាត់ក៏សួរទៅកាន់ប្អូនប្រុសរបស់ខ្ញុំថាជិះជាមួយគ្នាសុខក៏បាត់ដំណឹងសូនមិនឃើញអញ្ចឹងទៅវិញហើយទៅធ្វើអ្វីបានជាយូរយ៉ាងហ្នឹងគាត់ក៏ឆ្លើយថាពេលនោះកង់ម៉ូតូរបស់ខ្ញុំជិះមិនស្រួលក៏បន្ថយលឿនតិចដើម្បីស្វែងរកកន្លែងសប់កង់ប៉ុន្តែមិនឃើញមានកន្លែងជួសជុលម៉ូតូណាមួយនៅបើកទ្វារនោះឡើយក៏ចេះតែបន្តដំណើរទៅមុខតិចរហូតធ្វើឲ្យបងប្រុសចាំយូរយ៉ាងដូចនេះហើយខ្ញុំក៏និយាយបន្តថាខ្ញុំមិនដឹងថាព្រំលិខិតឬក៏យ៉ាងណានោះទេដែលនាំឲ្យខ្ញុំមកជួបរឿងរន្ធត់តក់ស្លុតបែបនេះទៅវិញតាំងពីបានជួបហេតុការណ៍នោះហើយនៅពេលទៅសៀមរាបម្ដងខ្ញុំសន្យានឹងខ្លួនឯងថានឹងលែងជិះកាត់តាមផ្លូវនោះតែម្ដងហើយខ្ញុំក៏គិតថាប្រិយមិត្តទាំងអស់គ្នាដែលជាអ្នកសៀមរាបស្គាល់យ៉ាងច្បាស់នៅកន្លែងដែលរសារទុករថយន្តចាស់នោះជាក់ជាមិនខានឡើយគ្រាន់តែមិនមានសំណាងបានឃើញពពួកអមនុស្សខ្មោចព្រាយបិសាចដូចជារូបខ្ញុំ